តើប្រជាជនទីម៉ូប្រើភាសាអ្វីសួស្តីបងប្អូនទាំងអស់គ្នាមានបងប្អូនយើងច្រើនណាស់បានសួរខ្ញុំថាតើប្រជាជនទីម៉ូហ្នឹងពួកគាត់ប្រើភាសាអ្វីតាមពិតទៅនៅទីនេះមានភាសាច្រើនណាស់ដែលគេប្រើទៅតាមតំបន់ឬក៏ស្រុកមួយៗអញ្ចឹងណាស្រុកទៅជាង20ភាសាតែមានភាសា2ដែលគេប្រើជាផ្លូវការមួយគឺតេទូននិងមួយទៀតគឺភាសាប៉ូទុយហ្គាល់ហើយតេទូនគឺជាភាសាជាតិដែលពួកគេប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃហើយសម្រាប់តំណងពីស្រុកភូមិមួយទៅស្រុកភូមិមួយហ្នឹងគឺគេប្រើភាសាតេទូនហ្នឹងឯងព្រោះដោយសារនៅហ្នឹងក្នុងស្រុកភូមិមួយគេមានភាសារៀងៗខ្លួនអញ្ចឹងតែគេយកតេទូនជាភាសារួមហើយភាសាប៉ូទុយហ្គាល់ត្រូវបានប្រើប្រាស់នៅក្នុងវិស័យរដ្ឋាភិបាលការអប់រំនិងឯកសារផ្លូវការផ្សេងៗបងប្អូនដឹងថាប្រជាជនទីម៉ូភាគច្រើនអាចនិយាយភាសាឥណ្ឌូនេស៊ីបានណាដោយសារតែពួកគាត់ធ្លាប់មានប្រវត្តិនៅក្រោមអាណានិគមផងឥណ្ឌូនេស៊ីជាច្រើនឆ្នាំមកអញ្ចឹងពួកគាត់ភាគច្រើនគឺអាចប្រើប្រាស់ពីរភាសាយ៉ាងតិចគឺភាសាឥណ្ឌូនេស៊ីនិងភាសាតេទូនហើយយុវជនជំនាន់ក្រោយឥឡូវនេះគឺពួកគាត់បានរៀនភាសាអង់គ្លេសហើយគាត់ក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានផងដែរអញ្ចឹងបើសិនជាពេលបងប្អូនមកដល់ប្រទេសទីម៉ូហ្នឹងបងប្អូននឹងឮភាសាជាច្រើននៅក្នុងប្រទេសតូចមួយនេះ